គ្រោះថ្នាក់ចរាចរណ៍ជាប់នៅក្រោមរថយន្តខ្នាតយក្សស្លាប់ភ្លាមៗមួយរំពេចឧបត្ថម្ភដោយហាងលក់ម៉ូតូហង្សកានមានលក់ចេញទិញចូលម៉ូតូនិងរថយន្តគ្រប់ស៊េរីខេត្តរតនគិរីកាលពីថ្ងៃទី20ខែមីនាឆ្នាំ2025វេលាម៉ោង 16:30 នាទីល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំម៉ាកវេអងសណ្ដោងរមាក់និងម៉ូតូបណ្ដាលធ្វើឲ្យយុវជនដែលជាអ្នកបើកបរម៉ូតូបានស្លាប់បាត់បង់ជីវិតយ៉ាងអនាចអធមនៅក្រោមរថយន្តខ្នាតយក្សករណីរថយន្តជន់ម៉ូតូនិងអ្នកបើកបរស្លាប់នេះបានកើតឡើងនៅភូមិថារងចងឃុំអូជុំស្រុកអូជុំខេត្តរតនគិរីត្រង់ចំណុចលើផ្លូវជាតិលេខ 78/5 ទល់មុខផ្សារដីឡូធូខឿតាមសាក្សីនៅកន្លែងកាត់ហេតុបានឲ្យដឹងថាកាលពីវេលាម៉ោង 4:30 នាទីល្ងាចគេឃើញមានរថយន្តម៉ាក Hyundai Tractor ពណ៌សពាក់ស្លាកលេខកំពង់ចាម 3A0288 ធ្វើដំណើរពីត្បូងទៅជើងលុះមកដល់កន្លែងកាត់ហេតុមុខផ្សារទូខឿក៏ឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរីឆ្នាំ2020ពាក់ស្លាកលេខភ្នំពេញ 1AF 3900បើកបរក្នុងទិសដៅបញ្ច្រាស់ទៅគ្នាពីជើងទៅត្បូងពេលនោះរវាងរថយន្តនិងម៉ូតូក៏បានបុកគ្នាចំពីមុខត្រង់យ៉ាងពេញទំហឹងបណ្ដាលធ្វើឲ្យម៉ូតូនិងអ្នកបើកបរម៉ូតូចូលក្រោមរថយន្តខ្នាតយក្សតែម្ដងយោងតាមសាក្សីនៅកន្លែងកាត់ហេតុបានឲ្យដឹងទៀតថាអ្នកបើកបរម៉ូតូគឺជាសិស្សសាលាឈ្មោះសូនវិកាភេទប្រុសអាយុ16ឆ្នាំជនជាតិតំពួនមានទីលំនៅភូមិល្អឿនចងឃុំអូជុំស្រុកអូជុំខេត្តរតនគិរីបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្រោមរថយន្តខ្នាតយក្សដោយឡែកអ្នកបើកបររថយន្តមិនបានស្គាល់អត្តសញ្ញាណនោះទេព្រោះអ្នកបើកបររថយន្តខាងលើបានបើកទ្វាររថយន្តកិច្ចខ្លួនបាត់ភ្លាមៗអំឡុងពេលកាត់ហេតុក្រោយពីកម្លាំងជំនាញនគរបាលបានត្រួតពិនិត្យនិងធ្វើកំណត់ហេតុរួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តនិងម៉ូតូដែលបានបង្កគ្រោះថ្នាក់ខាងលើកងកម្លាំងបានយកទៅរក្សាទុកនៅអធិការនៃអធិការដ្ឋាននគរបាលស្រុកអូជុំដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការទិញម៉ូតូមួយគ្រឿងថែមជូនកាដូពិសេសដូចជាប្រេងម៉ាស៊ីនមួកសុវត្ថិភាពកន្ត្រកដាក់ខាងមុខកញ្ចក់សម្រាប់មើលក្រោយដាច់រៀនកណ្ដាលស្រោមដៃម៉ូតូស្រោមហ្វ្រាំងកាំងចាប់ការពារកាទះសងខាងភេសជ្ជៈមានទឹកក្រូចមួយកេសស្រាបៀរមួយកេស